សួស្តីទាំងអស់គ្នាចឹងសម្រាប់នៅក្នុងវីដេអូនេះខ្ញុំសូមបង្ហាញទាំងអស់គ្នាពី system មួយដែលអ្នកទាំងអស់គ្នាអាចធ្វើការចូលទៅកាត់ចំណងដៃក៏ដូចជាធ្វើការចុះចំណាយផ្សេងៗផងអ្នកទាំងអស់គ្នាបានដោយ free ដោយឥតគិតថ្លៃចឹងកុំឲ្យខាត់ពីធ្វើការចាប់តាមតែម្ដងចឹងសម្រាប់ system នេះមាន link នេះចាំខ្ញុំដាក់នៅក្នុង comment ចឹងដំបូងនៅពេលដែលទាំងអស់គ្នាចូលមកដល់ system ហ្នឹងទាំងអស់គ្នាអាចធ្វើការចុចsign up សិនមកបើសិនជាអត់មាន account ចាឥឡូវខ្ញុំសូមដូរភាសាដាក់អក្សរខ្មែរសិនមកដើម្បីស្រួលមើលដល់អ្នកអញ្ចឹងធ្វើការដាក់ភាសាខ្មែរអូខេអញ្ចឹងក្នុងការ sign up ទាំងអ្នកអមក្រោយឃើញពាក្យបង្កើតកិច្ចការណែអញ្ចឹងបើសិនជាទាំងអ្នកអត់មាន account ទាំងអ្នកជួយបង្កើតកិច្ចការណែមកអញ្ចឹងអ្នកធ្វើការពេញឈ្មោះអ្នកប្រើប្រាស់ Gmail ទាំងអស់គ្នាពាក្យសម្ងាត់ហើយនឹងពាក្យបញ្ជាពាក្យសម្ងាត់ឬក៏ទាំងអ្នកអត់ចង់បង្កើតទាំងអ្នកអាចធ្វើការចុចបន្តជាមួយនឹងGoogle នៅខាងក្រោមក៏បានដែរគឺ login ជាមួយនឹង account Gmail Google ផងអ្នកទាំងអស់គ្នាអញ្ចឹងធ្វើការចុចlogin ជាមួយ Google មកឥឡូវខ្ញុំធ្វើការ login ជាមួយ Google អូខេអញ្ចឹងពេលដែលទាំងអស់គ្នា login ជាមួយ Google រួចរាល់វាចេញមកដល់ផ្ទាំងបែបនេះអញ្ចឹងផ្ទាំងនេះគឺជាផ្ទាំង dashboard ដែលទី1វាបង្ហាញអំពី event គឺជាកម្មវិធីហើយទី2ភ្ញៀវសរុបទី3ចំណូលសរុបជាលុយដុល្លារទី4ចំណូលសរុបជាលុយខ្មែរហើយខាងក្រោមនេះគឺជាការចំណាយជាដុល្លារជាលុយខ្មែរហើយខាងលើនេះបើសិនទាំងអស់គ្នាអាចមានបញ្ហាផ្សេងៗទាំងគ្នាអាចធ្វើការ contact ទៅកាន់ developer បានយើងចុចកន្លែងតាក់ទងមកយើងនឹងមកគឺវាធ្វើការ load ចូល Telegram អូខេអញ្ចឹងដោយសារតែនៅពេលដែលទាំងអស់គ្នាធ្វើការបង្កើត account ដំបូង plan ទាំងអស់គ្នាគឺ free account គឺជា friend plan free អញ្ចឹងសម្រាប់កម្រង free នេះទាំងអស់គ្នាអាចធ្វើការប្រើប្រាស់បង្កើត event ហ្នឹងបានមួយហើយធ្វើការកត់ត្រាចំនួនភ្ញៀវហ្នឹងបាន100នាក់ចំណែកការចំណាយកត់ត្រាបានរហូតដល់50មុខទាំងអស់គ្នាបើសិនជាទាំងអស់គ្នាចង់បានឡើងហ្នឹងទាំងអស់គ្នាអាចធ្វើការចុច subscribe plan ផ្សេងៗដូចជាមាន basic plan medium plan pro plan សម្រាប់ទាំងអស់គ្នាក្នុងការ subscribe plan នេះគឺទាំងអស់គ្នាធ្វើការ payment តែម្ដងទេគឺប្រើបានរហូតដូចគ្នាមានន័យថា lifetime គឺមួយជីវិតដូចគ្នាអូខេអញ្ចឹងសម្រាប់ក្នុងការ subscribe plan ខ្ញុំសូមបង្ហាញនៅវីដេអូក្រោយអញ្ចឹងក្នុងវីដេអូនេះខ្ញុំបង្ហាញពីការបង្កើតកត់ចំណងដៃភ្ញៀវសិនអញ្ចឹងទាំងអស់គ្នាធ្វើការចុចទៅកន្លែងកម្មវិធីហ្នឹងមកអូខេអញ្ចឹងនេះគឺជាកម្មវិធីគឺយើងអត់ទាន់មានទេឬក៏ event របស់យើងហ្នឹងអញ្ចឹងយើងធ្វើការចុចបន្ថែមកម្មវិធីថ្មីចុច event បន្ថែម event ហ្នឹងមកអូខេបន្ទាប់មកយើងធ្វើការដាក់ឈ្មោះទាំងគ្នាត្រូវចំណាំថាកន្លែងណាមានផ្កាយគឺតម្រូវឲ្យមានផ្កាយក្រហមនេះគឺតម្រូវឲ្យបញ្ចូលកន្លែងណាអត់ផ្កាយគឺយើងបញ្ចូលក៏បានអត់ក៏បានហើយយើងអាចចូលពេលក្រោយបានអញ្ចឹងខ្ញុំឧទាហរណ៍ថាខ្ញុំដាក់ឈ្មោះថា wedding party ហើយឈ្មោះកូនកន្លោះយើងដាក់ពេញគឺថាសពចំណែកឈ្មោះកូនក្រមុំខ្ញុំដាក់ថា Sijin ចុះអូខេហើយយើងជ្រើសរើសការប្រើកម្មវិធីមកឧទាហរណ៍ថាថ្ងៃទី10 11នេះចុះ10ដល់11អូខេប៉ុន្តែយើងធ្វើការចុចបង្កើតកម្មវិធីមកអូខេយើងធ្វើការបង្កើតបានកម្មវិធីមួយនេះគឺ wedding party របស់យើងនៅថ្ងៃទី10ថ្ងៃទី11អញ្ចឹងក្នុងការកត់ត្រាភ្ញៀវអញ្ចឹងថាទាំងអស់គ្នាអាចមានភ្ញៀវគាត់មានភ្ញៀវចង់ដៃដល់ពេលដល់ថ្ងៃការអូខេអញ្ចឹងយើងធ្វើការចុចកន្លែងពាក្យថាគ្រប់គ្រងភ្ញៀវកន្លែងនេះអូខេបន្ទាប់មកយើងធ្វើការចុចបន្ថែមថ្មីបន្ថែមភ្ញៀវថ្មីអូខេអញ្ចឹងបងប្អូនចំណាំកន្លែងណាមានផ្កាយក្រហមតម្រូវឲ្យបញ្ចូលអញ្ចឹងយើងធ្វើការដាក់ឈ្មោះភ្ញៀវមកថតឈ្មោះភ្ញៀវឈ្មោះតារាចុះហើយជំរាបប្រាក់គាត់ចង់ថតជំរាបគាត់ចង់ជាលុយខ្មែរ 100000 រៀលអូខេ 100000 រៀលអញ្ចឹងយើងតោះយើងចេះរូបបីឲ្យបានយើង select ខ្មែរមក KXR ហើយប្រភេទភ្ញៀវហ្នឹងគាត់ខាងកូនកន្លោះឬកូនក្រមុំអូខេឥឡូវថាកូនក្រមុំចុះកន្លែងប្រភេទភ្ញៀវនេះ select ក៏បានអត់ក៏បានឬក៏យើង select ទាំងពីរឬក៏គ្មានយ៉ាងទៅយើង select ខាងកូនក្រមុំការវិព័ន្ធនេះយើងអាច save ផ្សេងៗបានតាមចិត្តយើងអញ្ចឹងទៅតោះយើងជួយបង្កើតភ្ញៀវអូខេរួចរាល់នេះតារាគាត់ចង់ 100000 រៀលឥឡូវថាមានភ្ញៀវម្នាក់ទៀតមកចង់អញ្ចឹងយើងជួយបន្ថែមថ្មីមួយទៀតមកអូខេហើយយើងដាក់ឈ្មោះភ្ញៀវមកប៉ុន្តែខ្ញុំសូមបង្ហាញកន្លែងតិចកន្លែងនេះយើងនៅពេលដែលយើងឧទាហរណ៍យើងបញ្ចូលខុសយើងអាចចុចកន្លែងរូបខ្មៅដៃនេះមកនេះដើម្បីធ្វើការកែប្រែឥឡូវខ្ញុំថាតារាគាត់ចង់ 150,000 វិញចុះយើងធ្វើការបញ្ចូលខុសយើងកែដាក់ 150,000 វិញហើយយើងចុចរក្សាការផ្ទុកផ្លាកាផ្លាស់ប្ដូរមកអូខេឃើញថានេះយើងកែរួចរាល់អញ្ចឹងយើងអាចលុបបានហើយដល់ពេលយើងចង់យើងអាចធ្វើការចុចកន្លែងរូបធុងសារ៉ានឹងមកវានឹងលុបហើយហើយជួយលុបទៅវាលុបហើយអូខេឥឡូវខ្ញុំសូមបង្ហាញភ្ញៀវមួយទៀតគឺចង់ជាលុយដុល្លារចុះហើយយើងចុចបន្ថែមថ្មី
អូខេហើយដាក់ឈ្មោះវាថាឈ្មោះwith ហើយកាត់ចងចំនួន$20យើង select រូប$3ចឹងមកហើយយើងដាក់ថានេះកូនភ្ញៀវខាងកូនកន្លោះម្ដងយើងចុចប្រកាសភ្ញៀវមកអូខេរួចរាល់ប៉ុណ្ណឹងនេះវាបង្ហាញលុយ$លុយខ្មែរចង15អញ្ចឹងយើងមានភ្ញៀវ2នាក់ហើយអូខេចឹងឥឡូវយើងចុចធ្វើការ back វិញមកយើង collect យើង back ទៀតយើងមកមើលឃើញ dashboard របស់យើងនេះឃើញកន្លែងផ្ទាំងកម្មវិធីយើងមានកម្មវិធីមួយហើយភ្ញៀវសរុប2នាក់ចំណូលគឺគេចង$20មួយហើយនឹងចង150000មួយអូខេអញ្ចឹងចំណុចបន្តទៀតយើងសូមធ្វើការបង្ហាញពីការចុះចំណាយថតឥឡូវយើងចុចកន្លែងកម្មវិធីហ្នឹងតារាហ្នឹងមកអូខេក្នុងការចុះចំណាយយើងធ្វើការចុចកន្លែងគ្រប់គ្រងការចំណាយអូខេអញ្ចឹងត្រង់កន្លែងនេះវាអត់មានព័ត៌មានអីផ្សេងៗទេថាទីតែបានចុះអញ្ចឹងយើងចុចបន្ថែមការចំណាយថ្មីមកចូលថតថាខ្ញុំចំណាយទៅលើអកេសទៅថតទៅលើអកេសតើអ្នកអាចសរសេរអង់គ្លេសក៏បានខ្មែរក៏បានដែរអូខេចឹងចំនួនទឹកប្រាក់ប្រហែលអូខេចំនួនទឹកប្រាក់អស់800000ចុះថត800000អូខេ800000 8សែនអញ្ចឹងសេរីរូបិយបានមកសេរីរូបិយបានខ្មែរអញ្ចឹងណាអូខេហើយយើងការពិព័រណ៍នេះយើងអាចទៅសេអីផ្សេងក៏បានតាមចិត្តយើងអញ្ចឹងទាំងអស់គ្នាចំណាំគ្រាន់តែចំណាំទៅកន្លែងណាមានសញ្ញាផ្កាយគឺតម្រូវឲ្យបញ្ចូលតែប៉ុណ្្នឹងឯងហើយទាំងអស់គ្នាប៉ុណ្្នឹងមកទាំងអស់គ្នាបន្ថែមការចំណាយនេះមកអូខេរួចរាល់នេះយើងបានចំណាយចំនួន80000ទៅលើអូខេឥឡូវកន្លែងសម្រាប់កន្លែងខាងនេះយើងអាចធ្វើការ search តាមឈ្មោះចំណងជើងនៃការចំណាយរបស់យើងអញ្ចឹងហើយkalauបើយើងចង់ធ្វើការកែប្រែចុចសញ្ញាខ្មៅដៃយើងមកហើយយើងកែប្រែឲ្យរក្សាទុកចឹងទៅយើងចង់ចុចសញ្ញាធុងសារ៉ានមកហើយលុបចឹងទៅអូខេអញ្ចឹងខ្ញុំសូមបង្ហាញការ search នេះការ search បងប្អូនអាច search តាមឈ្មោះចំណងជើងទៅ search ឈ្មោះថាភេទជាតែយើងអត់មានភេទជាវាអត់មានគេអត់អញ្ចឹងឥឡូវយើង search បើយើង search អកេវានៅនឹងឯងព្រោះសារយើងមានអកេអូខេឥឡូវខ្ញុំសូមបង្ហាញការបង្កើតចំណាយថ្មីមួយទៀតថតបង្ហាញទៅលើពិធីការឬក៏អ្នកវិធីការអ្នករត់តុកតោះអ្នករត់តុកពិធីការហើយអ្នករត់តុកអូខេអ្នករត់តុកអូខេអញ្ចឹងទឹកប្រាក់អូខេទឹកប្រាក់អស់ថាឧទាហរណ៍ថា$250ចា250អូខេឥឡូវយើងសេរីរូប$3ម្ដងទៅអូខេហើយយើងជួយបន្ថែមការចំណាយអូខេឥឡូវយើងធ្វើការសាក search មើលយើង search អកេមកវានឹងឃើញអកេហើយឃើញអកេឃើញទេអូខេអញ្ចឹងក្នុងការចុះដូចគ្នាទាំងអស់គ្នាអាចធ្វើការកែប្រែឬក៏ទាំងអ្នកធ្វើការលុបអូខេអញ្ចឹងឥឡូវយើងធ្វើការចុច back កន្លែងសៀវភៅបញ្ជីនេះមកយើង back dashboard លឿនណាអូខេអញ្ចឹងគឺថាកម្មវិធីរបស់យើងមានមួយភ្ញៀវសរុបមាន2នាក់ចំណូល$20ហើយចំណូលជាលុយខ្មែរ150000អញ្ចឹងយើងមើលមកការចំណាយខាងក្រោមគឺយើងបានធ្វើការចំណាយជាលុយ$250ហើយចំណាយជាលុយខ្មែរចំនួន80000ហើយខាងក្រោមនេះវាសង្ខេបនៃប្រាក់ចំណេញសុទ្ធរបស់យើងជាប្រភេទលុយខ្មែរអញ្ចឹងគឺឃើញថាលុយខ្មែររបស់យើងចំណាយ80000អញ្ចឹងចំណូលយើងបានតែ150,000ទេអញ្ចឹងគឺយើងឃើញយើងដក65,000អត់មានន័យថាយើងខាតអស់65,000ចំណែកឯដុល្លារដូចគ្នាដែរគឺយើងខាតអស់230ដោយសារតែយើងចំណូលបានតែ20ហើយយើងចំណាយអស់250អញ្ចឹងយើងឃើញខាតអស់230អូខេហើយកន្លែងនេះគឺជាផ្ទាំងសង្ខេបនៃកម្មវិធីរបស់យើងហើយនឹងចំនួនភ្ញៀវអូខេហើយអ្នកនរអាចធ្វើការ update profile ឬក៏ដូរភាសាតាមនឹងបាននេះអ្នកអាចធ្វើការធ្វើបច្ចុប្បន្ន profile ដូរឈ្មោះ display name ប៉ុណ្ណឹងមកជា share មកជាការ search ធ្វើបច្ចុប្បន្នភាព upgrade plan subscribe មួយទៅគឺអ្នកអាចមើលតាមនឹងមានមួយខែ$5មាន basic plan $5 medium plan $10ហើយនិង pro plan $10សូមបញ្ជាក់ដល់អ្នកទីសម្រាប់ plan នេះបងប្អូន subscribe មានន័យថាយើងធ្វើការបង់តែម្ដងទេគឺយើងប្រើរហូតមួយជីវិតហ្មងតែសម្រាប់ basic plan គឺយើងមានគេយើងអាចបង្កើតបាន3 event យើងកត់ត្រាភ្ញៀវរហូតដល់300នាក់យើងចុះការចំណាយរហូតដល់100 record ឬក៏100 ដុល្លារសម្រាប់ medium plan យើងអាចធ្វើការបង្កើតតាមនឹងទៅបងប្អូនអាចមើលតាមនឹងទៅហើយនឹង pro plan នេះយើងអាចបង្កើត event បាន10កត់ត្រាភ្ញៀវដល់1000នាក់ចំណាយរហូតដល់500អូខេអញ្ចឹងសម្រាប់ក្នុងវីដេអូនេះគឺមានតែប៉ុណ្្នឹងឯងអរគុណសម្រាប់ការទស្សនាជួបគ្នាវីដេអូក្រោយទៀតអញ្ចឹងសម្រាប់វីដេអូក្រោយខ្ញុំនឹងបង្ហាញពីការធ្វើការ subscribe plan ដោយធ្វើការ payment ជាមួយនឹងKXU អូខេអរគុណជម្រាបលា